សួស្តីបងប្អូនទាំងអស់គ្នាជួបជាមួយនឹង admin នៅភាគ3ទៀតហើយតែមុននឹងចូលដល់សាច់រឿងរបស់យើងកុំភ្លេចជួយចុច subscribe នៅលើ channel របស់ admin និងឲ្យបេះដូងនៅលើវីដេអូនេះម្នាក់មួយណាបើសិនជាអ្នកទាំងអស់គ្នាពេញចិត្តនៅសាច់រឿងមួយនេះអញ្ចឹងចូលមកដល់ភាគ3នេះយើងមើលឃើញថាអាយ៉ាគឺកំពុងតែពូនសំងំមើលរឿងខ្មោចនៅក្នុងបន្ទប់នៅពេលដែលនាងកំពុងតែខ្លាចហ្នឹងណាស្រាប់តែមាននរណាម្នាក់មកគោះទ្វារផ្ទះរបស់នាងអាយ៉ាគឺបានងើបដើរចេញទៅបើកទ្វារឲ្យប៉ុន្តែឃើញថាគ្មានមនុស្សនោះទេមួយសន្ទុះក្រោយមកអាលីក៏ចេញមកបញ្ញាក់ធ្វើឲ្យអាយ៉ានេះគឺថាភ្ញាក់ឲ្យព្រឺតែម្ដងបន្ទាប់មកនាងគឺព្យាយាមសើចខ្លាំងមែនទែនសើចជាមួយនឹងរឹកពីដែលភ័យខ្លាចរបស់អាយ៉ាអំបញ្ញមិញបន្ទាប់ពីពួកគេដើរទៅអង្គុយនៅលើគ្រែហ្នឹងណាអាយ៉ាក៏បានសួរទៅកាន់អាលីថាមកទីនេះធ្វើអីអាលីគឺថាចាប់ផ្ដើមសើចលេងចេញនិងស្រែកយកតែម្ដងនាងក៏បានប្រាប់ទៅកាន់អាយ៉ាថាកាលពីល្ងាចមិញនាងបានឃើញឌ្រីកជាមួយនឹងខាត្រីណាបានអោបថាប់គ្នាយ៉ាងស្អិតរមួតអាយ៉ាក៏បានលន់មាត់ថាវាពិតជាមិនខុសពីអ្វីដែលនាងគិតពិតមែនបន្ទាប់មកអាលីក៏អង្គុយគិតហើយនឹងនិយាយថាខាត្រីណានាងស្អាតយ៉ាងនេះអញ្ចឹងវាគ្មានអីគួរឲ្យងឿងឆ្ងល់នោះទេដែលឌ្រីកពេញចិត្តនាងអាលីនិយាយមកឡងផុយមែនតើដែលធ្វើអាយ៉ាហ្នឹងហួសចិត្តខ្លាំងមែនតើឯងឈួតទេឯងភ្លេចឲ្យថាខាត្រីណាគឺជាគូស្នេហ៍របស់លោកពូស្ទីលមិនឯងប្រឹងឲ្យឪកូនគេហ្នឹងយកស្រីតែមួយមែនគ្រាន់តែគិតឲ្យអាយ៉ាក៏លន់មាត់ថាគួរឲ្យស្អប់ខ្ពើមខ្លាំងណាស់អេដមីននិយាយត្រង់មើលរឿងនេះគឺថាទៅសើទឹកមុខអាយ៉ាមែនតើនាងប៉ិនធ្វើទឹកមុខឈួតហើយអ្នកទាំងអស់គ្នាបន្ទាប់មកអាលីក៏សួរទៅកាន់អាយ៉ាថានាងមើលទៅដូចជាប្រតិកម្មខ្លាំងមែនតើធ្វើដូចរឿងខ្លួនឯងចឹងណាឥឡូវតើពួកយើងគួរតែធ្វើម៉េចទៅធ្វើអីបានរឿងគ្រួសារគេហ្នឹងអាយ៉ាក៏បានសម្លឹងទៅកាន់តុក្កតានៅក្នុងដៃរបស់នាងហើយក៏បាននិយាយថាខ្ញុំមិនអាចធ្វើបានខ្ញុំនឹងធ្វើរឿងមួយចេញមកដែលអាយ៉ានិយាយបដៅគឺសើចបដៅអញ្ចឹងណាមិនដឹងថានាងកំពុងតែមានល្បិចអីនោះទេចូលមកដល់ក្នុងថ្នាក់នេះឃើញថាអ្នកគ្រូគឺកំពុងតែប្រាប់ទៅកូនសិស្សទាំងអស់គ្នាឯងពួកគេគឺចិត្តដល់ពេលប្រឡងគាត់ក៏មានកម្រងដាក់ការងារជាក្រុមឲ្យកូនសិស្សទាំងអស់ហ្នឹងអញ្ចឹងណាដោយមួយក្រុមមាន3នាក់ហើយពួកគេគឺមានពេលរហូតដល់ចុងឆមាសទី1នេះបន្ទាប់ពីគាត់និយាយឲ្យកូនសិស្សក៏នាំគ្នាបែកផ្លូវគ្នាស្វែងរកដៃគូមួយក្រុម3នាក់អីអញ្ចឹងណាអាលីរបស់យើងមិនដឹងថាទៅរកអ្នកណានោះទេពីព្រោះថានាងគឺជាសិស្សបាតថ្នាក់គ្មានអ្នកណាចង់មករួមក្រុមជាមួយនឹងនាងឡើយពេលនឹងផងដែរអាយ៉ាក៏បានមកចិត្តអាលីនឹងបានប្រាប់ទៅកាន់អាលីថាធ្វើជាដៃគូជាមួយគ្នាអីចឹងណាពីអ្នកនឹងត្រូវគ្នាហើយសិតតែសិស្សបាត់ថ្នាក់ដូចគ្នាប៉ុន្តែអាលីក៏បានប្រាប់ថាពួកយើងមានតែ2នាក់នឹងធ្វើអីចេញបន្តមកអាយ៉ាក៏នាំអាលីដើរទៅចិត្តទ្រិកនឹងសួរថាពួកយើងទាំង3នាក់ធ្វើការងារជាក្រុមជាមួយគ្នាអីទ្រិកអត់មាត់នោះទេបន្តការដេករបស់គេទៀតទៅអាលីក៏និយាយថាពួកគេបរាជ័យហើយប៉ុន្តែអាយ៉ាក៏បានតបទៅកាន់អាលីវិញថាឯងឈួតទេគាត់អត់មាត់អញ្ចឹងបានន័យថាគាត់យល់ព្រមហើយអញ្ចឹងពេលនេះពួកយើងទាំង3នាក់គឺជាសមាជិកក្រុមជាមួយនឹងគ្នាបន្តមកអាយ៉ាក៏យកกระดาษកត់ឈ្មោះក្រុមរបស់ខ្លួនទៅឲ្យអ្នកគ្រូអញ្ចឹងណាឥឡូវមកមើលអាលីនៅក្រៅថ្នាក់នៅពេលដែលនាងបំរុងដើរមកថ្នាក់ហើយហ្នឹងស្រាប់តែកលេចឃើញអាយ៉ាជាមួយនឹងស៊ីនគឺបាននិយាយគ្នាពីចង្ងាយនាងក៏ដឹងថាពួកគេនិយាយអីនោះទេក៏រត់ទៅពួនអីចឹងណាងាកមកកាន់ស៊ីនជាមួយនឹងអាយ៉ានេះវិញស៊ីនបាននិយាយសុំទោសទៅកាន់អាយ៉ាដែលនិយាយថាគឺគេបានពជាពេលហើយគេបានធ្វើឲ្យមានការភ័ន្តច្រឡំអីចឹងណាអាយ៉ាក៏តបថាវាជាកំហុសរបស់ខ្ញុំនោះទេបន្តមកអាយ៉ាសោចនឹងបានសួរទៅកាន់ស៊ីនថាតើឯងបាននិយាយអីខ្លះទៅកាន់ក្រុមប្រឹក្សានិស្សិតខ្ញុំបានប្រាប់ថាខ្ញុំត្រូវការជំនួយពីអ្នកស្គាល់គ្នាអាយ៉ាលឺហើយគឺថាសោចសប្បាយនឹងនិយាយថាស៊ីនធ្វើបានល្អនាងបំរុងនឹងចេញហើយប៉ុន្តែស៊ីននៅតែនិយាយពាក្យសុំទោសមកកាន់អាយ៉ាទៀតធ្វើអាយ៉ាហ្នឹងសម្លឹងទៅកាន់មុខស៊ីននឹងប្រាប់ថាកុំឲ្យនិយាយពាក្យសុំទោសច្រើនពេកមួយផ្លេតហ្នឹងសុំទោសឡើងចង់10ដងទៅហើយបន្ទាប់មកពួកគេក៏បានទះដៃធ្វើការលាគ្នាអីចឹងណាហើយងាកមកកាន់អាលីយើងនេះវិញគឺថាតបប្រមល់ខ្លាំងមែនទែនចង់ដឹងថាពួកគេទាំងពីរនាក់កំពុងតែនិយាយអីជាមួយនឹងគ្នាអីចឹងណានៅពេលដែលចូលមកដល់បន្ទប់រៀនអាលីបានសួរទៅកាន់អាយ៉ាថានិយាយអីជាមួយនឹងស៊ីនប៉ុន្តែអាយ៉ាគឺអត់តបនោះទេបានដើរទៅកាន់តុអ្នកគ្រូហើយយកกระดาษដែលស៊ីនបកុលឲ្យហ្នឹងយកទៅឲ្យអ្នកគ្រូអញ្ចឹងណាអ្នកគ្រូពេលដែលមើលกระดาษហ្នឹងហើយក៏បានហៅឈ្មោះអាលីជាមួយនឹងឌ្រីកឲ្យទៅកាន់បន្ទប់ក្រុមប្រឹក្សានិស្សិតអាលីនិងឌ្រីកគឺបានងើបចេញទៅតាមអ្វីដែលអ្នកគ្រូប្រាប់អីអញ្ចឹងណាក៏លេចមកមើលអាយ៉ាយើងនេះវិញគឺថាសោចយកដោយសារតែកម្រងរបស់នាងគឺបានសម្រេចហើយងាកមកមើលអាលីជាមួយនឹងឌ្រីករបស់យើងវិញគឺថាអង្គុយក្នុងបន្ទប់តែ2នាក់តែម្ដងតាមពិតគេគ្មានធ្វើអីនោះទេអាយ៉ាឲ្យស៊ីនកុហកគ្រូដោយសារតែនាងចង់ឲ្យអាលីជាមួយនឹងឌ្រីកមានឱកាសនៅតែ2នាក់អីអញ្ចឹងណាអាលីនៅម្នាក់ឯងយូរពេកនឹងចង់ stress ហើយនិយាយម្នាក់ឯងផងអីផងបន្ទាប់មកនាងក៏បំរុងងើបដើរចេញពីទីនេះស្រាប់តែឮសំឡេងរបស់ទ្រិកដែលកំពុងដេកហ្នឹងបែរជាកំហឹមឡើងលហឹសតែម្ដងនៅពេលដែលនាងដើរមកចិត្តទ្រិកនឹងបានសួរទៅកាន់គេថាគេមានបញ្ហាអីនាងក៏ចាប់អារម្មណ៍ដឹងថាគេហាក់បីដូចជាក្តៅខ្លួនឈឺអីអញ្ចឹងណាអាលីព្យាយាមដាស់ទ្រិកប៉ុន្តែទ្រិកគឺថានៅតែគេមិនក្រោកតតែសល់រហូតដល់នាងបង្ខំចិត្តទៅលើកទឹកមកកូនចានដែកដើម្បីយកមកជូតខ្លួនឲ្យទ្រិកអីអញ្ចឹងណានៅពេលដែលជូតមុខជូតដៃអីហើយនាងក៏បានដោះអាវរបស់ទ្រិកដើម្បីជូតខ្លួនឲ្យគេម្ដងហើយឃើញថា
សាច់ដ៏សខ្ចីរបស់ Drake នឹងធ្វើឲ្យ Lee នឹងទ្រាំសឹងតែមិនបានទៅហើយនាងបំរុងនឹងឈប់ជូតខ្លួនទៅឲ្យ Drake ប៉ុន្តែនាងក៏បានគិតនៅក្នុងចិត្តថាបើនាងបណ្ដោយឲ្យ Drake ឲ្យខ្លួនបែបនេះទៀតគេនឹងអាចអាលៀកសួតអាលីអីអញ្ចឹងណាការពារប្រសើរជាងព្យាបាលជូតខ្លួនឲ្យគេឲ្យរួចរាល់ចាំគិតទៀតមួយសន្ទុះក្រោយមកឃើញថា Drake របស់យើងនឹងគឺបានដឹងខ្លួនជាមួយនឹងសភាពខ្លួនរបស់គេគឺបានដោះអាវគ្រាន់តែយកអាវរបស់ខ្លួនឯងនឹងមកគ្របខ្លួនឯងវិញអញ្ចឹងទៅហើយគេក៏កលេចទៅឃើញអាលីដែលកំពុងតែដេកចំហមាត់ងើយកឡើងលើអ្នកទាំងអស់គ្នាអើយល្អមើលខ្លាំងមែនទែនគេក៏បានយកដៃរបស់គេនឹងទៅចាប់ចការបស់អាលីធ្វើម៉េចឲ្យមាត់របស់នាងបិទជិតវិញអញ្ចឹងណាតែធ្វើអាលីនឹងភ្ញាក់ពីគេងហើយក៏បានងើបមកសួរគេថាតើគេនឹងមិនអីទេអីបន្ទាប់មកនាងក៏បានយកដៃរបស់ខ្លួនឯងនឹងស្ទាបក្បាលខ្លួនឯងផងស្ទាបក្បាលរបស់ Drake ផងអាយ៉ាក៏បានដើរចូលមកដល់ហើយ Drake ក៏បាននិយាយអរគុណទៅកាន់អាលីនឹងបានដើរចាក់ចេញពីទីនេះទៅអាយ៉ាបានដើរមកចិត្តអាលីនឹងសួរថាម៉េចឯងពួកឯងមានរឿងអីតែអាលីអត់ប្រាប់នោះទេថែមទាំងស្ដីអាយ៉ាថានេះគឺជាកម្រងការរបស់នាងមែនអាយ៉ាព្យាយាមប្រកែកអញ្ចឹងណាបន្ទាប់មកក៏បានអូសដៃអាលីដើរចេញនឹងសួរទៀតថាមកចៃនៅតែពីរនាក់អញ្ចឹងមានអារម្មណ៍មិនដែរឮតែប៉ុណ្្នឹងអាលីគឺបានងាកមកកាន់សាឡុងនិងញញឹមតិចតិចអីអញ្ចឹងណាបន្ទាប់មកអាយ៉ាក៏បានអូសនាងចេញពីបន្ទប់មួយនេះស្អែកឡើងថ្ងៃសៅរ៍គេអត់រៀននោះទេអាលីដេកដល់ទៅថ្ងៃត្រង់ប៉ុន្តែឃើញថាការដេករបស់នាងនឹងត្រូវបានរំខានដោយមិត្តជិតស្និទ្ធរបស់នាងបំផុតគឺអាយ៉ានឹងឯងនាងបានមកដល់ទីនេះនឹងបានប្រាប់អាលីថារៀបចំខ្លួនទៅផ្ទះរបស់ Drake អញ្ចឹងណាដោយសារតែអាយ៉ាបានសន្យាជាមួយនឹងលោកពូ Steel ថាពួកគេនឹងទៅលេងផ្ទះរបស់គាត់ថ្ងៃនេះអញ្ចឹងណាអាលីបានប្រាប់ទៅកាន់អាយ៉ាថាម៉ាក់របស់នាងមិនឲ្យនាងដើរលេងនោះទេនិយាយហើយក៏ដេកទៅវិញទៅប៉ុន្តែអាយ៉ាក៏អូអាលីឡើងនឹងបានប្រាប់ថាឯងនឹងអត់ម៉ាក់របស់ឯងស្រឡាញ់ខ្ញុំប៉ុណ្ណាខ្ញុំបានសុំការអនុញ្ញាតពីគាត់ហើយគាត់ក៏ព្រមឲ្យឯងទៅដែរអាលីក៏បន្តទៀតថានាងគ្មានអីពាក់នោះទេអញ្ចឹងហើយនាងចង់នៅផ្ទះវិញល្អជាងនៅពេលដែលអាលីប្រាស់ខ្លួនដេកអាយ៉ាក៏ព្យាយាមលើកនាងឡើងនឹងបានប្រាប់ថាឯងនឹងអត់ម៉ាក់របស់ឯងល្អប៉ុណ្ណាគាត់បានត្រៀមសម្លៀកបំពាក់ឲ្យឯងរួចរាល់ហើយចុងក្រោយអាលីគឺនៅតែមិនអាចប្រកែកជាមួយនឹងអាយ៉ាបានពួកគេទាំងពីរនាក់ក៏ទៅផ្ទះរបស់ Drake អញ្ចឹងណាហើយគ្រាន់តែពួកគេចូលដល់ក្នុងផ្ទះភ្លាមលោកពូ Steel គឺថាចុះមកទទួលពួកគេនឹងនិយាយរាក់ទាក់ទៅកាន់អ្នកទាំងពីរហើយបានប្រាប់ទៅកាន់ពួកគេថា Drake គឺមិនទាន់ក្រោកនោះទេគាត់ទៅតែដាស់គេអញ្ចឹងប្រហែលជាគេកំពុងតែងុយទឹកលុបមុខអង្គុយលេងសិននៅពេលដែលពួកគេនាំគ្នាទៅអង្គុយ Katrina ក៏បាននាំយកអាហារនិងទឹកផ្លែឈើយកមកឲ្យពួកគេទាំងពីរក្នុងនាមជាភ្ញៀវអីអញ្ចឹងណាប៉ុន្តែអាយ៉ានិងអាលីគឺចាប់អារម្មណ៍ថា Katrina គឺហៅ Drake នៅឈ្មោះមួយដែលអ្នកនៅសាលាគឺមិនដែលឮតតែសោះដែលនាងបានហៅ Drake ថាអាគីហើយនាងបានប្រាប់ទៅកាន់ពួកគេថានាងទម្លាប់ហៅឈ្មោះក្រៅរបស់ Drake ថាអាគីបែបហ្នឹងអីអញ្ចឹងទៅបន្ទាប់មកលោកពូ Steel ក៏បានដើរមកគាត់ក៏និយាយថាកូនប្រុសរបស់គាត់បានដឹងអត់ថាពេលនេះសង្សាររបស់គេកំពុងតែនៅទីនេះអាយ៉ាក៏បានប្រាប់ទៅកាន់អាលីថាឃើញអត់ពូ Steel គឺពេញចិត្តនឹងទទួលយកឯងមែនទែនដែលធ្វើឲ្យអាលីរបស់យើងហ្នឹងចេញអាការៈអឹមអៀនតែម្ដងអ្នកទាំងអស់គ្នាហើយពូ Steel ហ្នឹងឆ្លៀតនិយាយលេងសើចទៀតថាឆាប់នេះអាលីប្រហែលជាអាចក្លាយទៅជាសមាជិកនៃគ្រួសារប៉ាល់ម៉ារបស់គាត់ហើយនិយាយឲ្យគ្រប់គ្នាក៏នាំគ្នាសើចអញ្ចឹងណាចំណែកឯអាលីរបស់យើងក៏បានសម្លឹងមុខKatrinaដែលនាងបានគិតនៅក្នុងចិត្តថាតែពេលនេះKatrinaមានបានចំណែនជាមួយនឹងនាងអត់អីអញ្ចឹងណាប៉ុន្តែមើលទឹកមុខរបស់ Katrina គឺថាអង្គុយញញឹមធម្មតាអីនោះទេអាលីរបស់យើងនឹងអង្គុយបដើពេបមាត់បដើមិនដឹងអារម្មណ៍នឹងល្វើល្វីដល់ណាដល់ថ្នាក់លោកពូ Steel សួរហ្នឹងក៏នាងអត់ចាប់អារម្មណ៍ដែររហូតដល់អាយ៉ានឹងប្រាប់ថាលោកពូ Steel កំពុងតែសួរអីចឹងណាហើយតាមពិតសំណួររបស់លោកពូ Steel នឹងសួរថាតើ Drake ជាមួយនឹងអាលីជួបគ្នាបែបណាអាលីក៏បានតបថាគឺពួកគេបានរៀនថ្នាក់ជាមួយគ្នាស្គាល់គ្នាយូរទៅក៏ស្រឡាញ់គ្នាអញ្ចឹងណាបន្ទាប់មកអាលីក៏បានសួរទៅកាន់លោកពូ Steel វិញថាចុះលោកពូជាមួយនឹង Katrina ស្គាល់គ្នាតាមណាដែរបន្ទាប់មកលោកពូ Steel ក៏បានប្រាប់ទៅកាន់ក្មេងៗថាគឺ Katrina ធ្លាប់ធ្វើជាគ្រូបង្រៀនក្នុងសាលារបស់ Drake កាលគេរៀននៅសាលាមុននោះហើយកាលនោះម៉ាក់របស់ Drake ក៏បានស្លាប់រៀងយូរហើយដែរគាត់ក៏ចាប់ផ្ដើមតាក់ទង Katrina តាមរយៈការធ្លាប់ធ្វើជាគ្រូបរិញ្ញាបត្ររបស់កូនប្រុសគាត់អីអញ្ចឹងទៅហើយគាត់ក៏បានប្រកាសប្រាប់ពួកគេទាំងពីរនាក់ថាគាត់នឹងរៀបការជាមួយនឹង Katrina នៅខែតុលាឆ្នាំនេះឯងពេលហ្នឹងផងដែរអាលីបានកលេចទៅកាន់ខាងលើនាងគឺស្រែកដូចឃើញខ្មោចអញ្ចឹងការប៉ັດនាងគឺភ្ញាក់ជាមួយនឹងវត្តមានរបស់ Drake ដែលមកឈរនៅទីនេះស្ងាត់ៗហើយសម្លឹងមកពួកគេជាមួយនឹងទឹកមុខឡើងមាំលោកពូ Steel ក៏លេចមើលកូនប្រុសហើយក៏បានសួរទៅកាន់ពួកគេទាំងពីរថាមិនបានអ្នកទាំងពីរមើលទៅដូចជាអត់សូវរំភើបសោះអញ្ចឹងខាងពួកឯងទាំងពីរគឺជាសង្សារអីធម្មតាសង្សារគេជួបមុខគ្នាគឺគេតែងតែសប្បាយចិត្តអីអញ្ចឹងណាអាយ៉ាក៏បានប្រាប់ទៅលោកពូ Steel ថាមិនអញ្ចឹងទេលោកពូតាមពិតពួកគេគឺទៅតែស្រឡាញ់គ្នាអញ្ចឹងហើយនៅមុខពួកយើងពួកគេរៀងអៀនគ្នាបន្តិចហើយ
លោកពូស្ទីលពេលដែលឮអញ្ចឹងគាត់ក៏បាននិយាយថាអូមិនអីទេយ៉ាងណាពូក៏ចិត្តដល់ម៉ោងទៅធ្វើការឲ្យដែរហើយគាត់ក៏បានប្រាប់ទៅខាត្រីណាថាយកឯកសារមកឲ្យគាត់សញ្ញេអីអញ្ចឹងណានៅពេលដែលគាត់បំរុងនឹងចាក់ចេញហើយគាត់ក៏ងាកមកប្រាប់ក្មេងៗទាំងពីរថាឲ្យទៅបន្ទប់របស់ Drake ទៅធ្វើរបាយការណ៍ឯកសារតាក់ទងជាមួយនឹងការសិក្សារបស់ពួកគេនៅក្នុងបន្ទប់ហ្នឹងទៅតាមសបាយអត់អីទេដំបូងឡើយ Drake គឺបានប្រកែកប៉ុន្តែគេប្រកែកអត់ឈ្នះឪពុកនោះទេដែលឪពុកបាននិយាយថាអនុញ្ញាតអីអញ្ចឹងណាអាយ៉ាជាមួយនឹងអាលីក៏បានព្យាយាមរត់ទៅតាម Drake ចូលក្នុងបន្ទប់របស់គេអញ្ចឹងណា Drake គ្រាន់តែចូលមកដល់ក្នុងបន្ទប់ភ្លាមគេទៅអង្គុយតែម្នាក់ឯងអញ្ចឹងទៅអាលីជាមួយនឹងអាយ៉ាបានដើរចូលមកមើលបន្ទប់នេះអាលីនាងគិតថាទីនេះវាស្រស់ស្អាតហើយមើលទៅដូចជាមិនមានខ្វះអ្វីទាល់តែសោះប៉ុន្តែយ៉ាងណាវាមើលទៅគឺសោះកក្រោះនឹងឯកាខ្លាំងមែនទែនអាយ៉ាជាមួយនឹងអាលីគឺបានមកអង្គុយនៅលើតុក្នុងបន្ទប់ហ្នឹងហើយអាយ៉ាក៏បានស្រែកសុំទៅកាន់ Drake ថានាងសុំមើលកុំព្យូទ័រយួរដៃរបស់គេអីអញ្ចឹងណា Drake អត់មកនោះទេប៉ុន្តែអាយ៉ាក៏បានបើកមើលអាលីបានប្រាប់ទៅកាន់អាយ៉ាថាម្ចាស់គេមិនបានអនុញ្ញាតណាអាយ៉ាក៏បានតបទៅកាន់អាលីវិញថាមនុស្សដូចជា Drake នេះនៅពេលដែលគេមិនមាត់មិនកនោះបានន័យថាគេគឺអូខេហើយបើសិនជាគេមិនអនុញ្ញាតគេនឹងដើរមកយកកុំព្យូទ័រនេះចេញបាត់ហើយឯងកុំល្ងងពេកអាយ៉ាជាមួយនឹងអាលីគឺបានចូលមើល page តខ្លួនរបស់ Drake អ្នកទាំងអស់គ្នាដែលនៅលើហ្នឹងគឺមានដាក់ profile រូបគេផ្ទាល់ហើយសំខាន់ហ្នឹងគឺមាន cover រូបម្ដាយគេជាមួយនឹងពុកគេហើយនឹងរូបគេកាលនៅក្មេងពេលដែលពួកគេចូលមើលការផុសរបស់ Drake ភាគច្រើនគឺថាផុសរូបខ្លួននៅពីក្មេងជាមួយនឹងម្ដាយអត់មានរូបជាមួយឪពុកឬមួយក៏រូបពេលខ្លួនឯងធំអីចឹងណាមើលទៅ Drake ពិតជាស្រឡាញ់ម្ដាយខ្លាំងមែនទែននៅពេលហ្នឹងផងដែរលោកពូ Steel ក៏បានរត់មកហៅអាយ៉ាទៅភ្លាមៗដែលគាត់ថាមានការអីអញ្ចឹងណាអាយ៉ាក៏បានបញ្ញាប់បញ្ញារត់ចេញទៅតាមលោកពូ Steel ទៅបន្ទាប់មកអាលីក៏បានអឿនមើល Drake អញ្ចឹងណាឃើញតែគេកំពុងតែគេងលងលក់មួយសបកសោះ Drake គេងអស់ចិត្ត1ម៉ោងទៅហើយអាយ៉ាចាក់ចេញពីទីនេះក៏រៀងយូរដែរនៅពេលដែលអាលីនៅម្នាក់ឯងធុញទ្រាន់ពេកនាងបំរុងនឹងចេញទៅក្រៅប៉ុន្តែទ្វារបន្ទប់គឺបើកអត់បាននោះទេដោយសារតែអាយ៉ាហ្នឹងគឺនៅពីខាងក្រៅព្យាយាមទាញទ្វារមិនចង់ឲ្យអាលីចាក់ចេញពីបន្ទប់អីអញ្ចឹងណានិយាយទៅអាយ៉ាគឺព្យាយាមបង្កើតឱកាសឲ្យអាលីជាមួយនឹង Drake នៅតែ2នាក់រហូតតែម្ដងមិនថានៅសាលាមិនថានៅផ្ទះនោះទេអាលីនៅពេលដែលដឹងខ្លួនថាมันអាចចាក់ចេញពីទីនេះបាននាងក៏បានដើរមើលបន្ទប់របស់ Drake ហើយក៏ចាប់អារម្មណ៍សភៅមួយដែលនៅខាងលើគេអ្នកទាំងអស់គ្នានៅពេលដែលនាងព្យាយាមឆោងយកសភៅហ្នឹងប៉ុន្តែដោយសារតែខ្លួនហ្នឹងទាបពេកធ្វើឲ្យសភៅមួយហ្នឹងធ្លាក់មកចំក្បាលរបស់នាងអាលីស្រែកលាន់ពេញបន្ទប់មកតំហឹងតែម្ដងដោយសារតែសភៅហ្នឹងវារៀងធ្ងន់គួរសមដែរដែលធ្វើឲ្យ Drake កំពុងតែដេកលក់ហ្នឹងស្រាប់តែភ្ញាក់ឲ្យព្រឺតដំបងឡើយគេនឹកស្មានថាអាលីជាមួយនឹងអាយ៉ាត្រឡប់ទៅវិញធ្វើឲ្យធូរទ្រូងអីអញ្ចឹងប៉ុន្តែមានណាស្រាប់តែឮសំឡេងរបស់អាលីធ្ងរជាមួយនឹងការឈឺចាប់ពេលដែលគេចេញមកក៏ឃើញថាសភៅនៅរាយប៉ាយពេញនឹងហើយគេក៏បានយល់ថាអាលីត្រូវអាសភៅធំអីធាក់លើក្បាលអញ្ចឹងណាអត់និយាយច្រើននោះទេDrakeគឺបានចាប់លើក3អាលីឡើងនិងយកនាងមកដាក់នៅលើពូកដល់ថ្នាក់អាលីហ្នឹងឡើងភ្ញាក់ផ្អើលតែម្ដងបន្ទាប់មកគេក៏បានវេកសក់របស់អាលីដើម្បីមើលថ្ងាសរបស់នាងហើយបានយកប្រដាប់ស្អំមកស្អំឲ្យអាលីដំបងឡើយគឺថារៀងអេះអញអៀនដែរហ្នឹងអត់ចង់ឲ្យគេស្អំក្បាលឲ្យនោះទេប៉ុន្តែDrakeក៏បានលងលោមថាឲ្យនាងនៅឲ្យស្ងៀមដើម្បីឲ្យគេស្អំក្បាលរបស់នាងបើមិនអញ្ចឹងទេខ្លាចវាកកឈាមកកអីអញ្ចឹងណានៅពេលដែលDrakeយកចិត្តទុកដាក់ស្អំថ្ងាសរបស់អាលីហ្នឹងមុខរបស់ពួកគេទាំងពីរហ្នឹងសឹងតែប៉ះគ្នាតែម្ដងធ្វើអាលីយើងហ្នឹងអៀនខ្លាំងមែនទែនព្យាយាមបិទភ្នែកហើយនឹងព្យាយាមបន់ថាឲ្យឆាប់ស្អំឲ្យហើយអីអញ្ចឹងណាមួយសន្ទុះក្រោយមកបេះដូងរបស់អាលីគាត់ថាទ្រាំលេងបានលោតឌុកដាក់នាងក៏បានព្យាយាមទៅដាំប្រដាប់ស្អំចេញពីដៃរបស់Drakeប៉ុន្តែ Drake មិនព្រមនោះទេនៅតែបន្តស្អំឲ្យនាងដោយខ្លួនឯងទៀតអញ្ចឹងណាមួយសន្ទុះក្រោយមកខាត្រីណាក៏បានបើកទ្វារមកហៅពួកគេទៅញ៉ាំអាហារថ្ងៃត្រង់ជាមួយនឹងគ្នាខាត្រីណាឃើញពួកគេស្និទ្ធស្នាលមិនត្រឹមតែមិនខឹងនោះទេថែមទាំងញញឹមមើលមុខDrakeអញ្ចឹងណាបន្ទាប់មកអាលីនៅពេលដែលចេញមកគឺបានឃើញអាយ៉ាកំពុងតែឈរនៅនឹងផ្លូវឈរបដាញ៉ាំបដាហើយមើលទៅនាងសប្បាយចិត្តខ្លាំងមែនទែនយប់បន្តិចឃើញថាDrakeគឺបានមកអង្គុយមុខផ្ទះម្នាក់ឯងខាត្រីណាក៏បានមកអង្គុយចិត្តគេហើយបាននិយាយថានាងសប្បាយចិត្តនៅពេលដែលឃើញថាDrakeបានជួបមនុស្សស្រីដែលគេពេញចិត្តអីអញ្ចឹងណាដែលមើលទៅគេជាមួយនឹងអាលីហ្នឹងពិតជាស័ក្តិសមគ្នាខ្លាំងមែនទែនប៉ុន្តែDrakeបាននិយាយថាខ្ញុំចង់បានអ្នកអាគីមិនអាចទៅរួចនោះទេខ្ញុំជាមួយនឹងឪពុករបស់ឯងគឺចិត្តរៀបការជាមួយនឹងគ្នាអីអញ្ចឹងហេតុអីបានជានាងព្យាយាមមកចិត្តខ្ញុំដូចជានៅពេលនេះនាងតែងតែមករកខ្ញុំនៅពេលដែលគ្រប់គ្នាបានគេងលក់តើវាមានន័យថាម៉េចខាត្រីណានាងគួរតែមករួមរស់ជាមួយខ្ញុំខាត្រីណាអត់មាត់នោះទេប៉ុន្តែនាងគិតនៅក្នុងចិត្តដែលគិតថាDrakeឯងមិនយល់ពីរឿងនេះនោះទេគិតហើយនាងក៏បានងើបចាក់ចេញពីDrakeទៅហើយDrakeរបស់យើងឯនេះវិញគឺថាបានសម្លឹងទៅកាន់មេឃនិងបាននិយាយទៅកាន់ម្ដាយថាម៉ាក់ទាំងអស់នេះគឺខ្ញុំធ្វើដើម្បីម៉ាក់ស្អែកឡើងអាយ៉ាក៏បានផ្ញើសារមកកាន់អាលីដែលបាននិយាយថាម្សិលមិញហ្នឹង
អាលីក៏បានបន្ទុកមួយខាត្រីណាគឺស្មើនឹង0អាលីរបស់យើងណាគាត់តែឃើញសារមួយហ្នឹងគេក៏ចាប់ផ្ដើមញញឹមនឹងដឹកដល់ទស្សនវិជ្ជាដែលឌ្រីកបានលើក3ខ្លួនដាក់ទៅលើក្រែហើយបានសំក្បាលសំអីខ្លួនអញ្ចឹងណាមើលទៅពួកគេទាំងពីរនាក់ហ្នឹងគឺពិតជាស្វីតខ្លាំងមែនទែនលងលោចតាមម្នាក់ឯងអីអញ្ចឹងទៅបន្ទាប់មកក៏ចាប់ផ្ដើមភ្ញាក់ខ្លួនឡើងវិញថាអញមិនអញ្ចឹងអាលីនេះគឺកំពុងតែចាប់ផ្ដើមធ្លាក់អន្លង់ស្នេហ៍របស់ឌ្រីកម្ដងតិចហើយស្អែកឡើងពេលដល់ម៉ោងចេញទៅផ្ទះនាងកំពុងតែនិយាយទូរស័ព្ទជាមួយនឹងអាយ៉ាស្រាប់តែកលេចមកមនុស្សដែលនៅឈរចិត្តនាងគឺជាឌ្រីកអាលីហាក់បីដូចជាអៀនខ្លាំងមែនទែនព្យាយាមទៅមុខកាន់តែលឿនអីអញ្ចឹងណាបន្ទាប់មកឃើញថានាងគឺវិសនឹងត្រូវម៉ូតូបុកទៅហើយប៉ុន្តែសំណាងល្អគឺត្រូវបានឌ្រីកទាញដៃនាងតាន់ពួកគេទាំងពីរនាក់ក៏ឈរសម្លឹងមុខគ្នាមកសន្ទុះអីអញ្ចឹងណាបន្ទាប់មកឌ្រីកក៏បានថាអាលីនឹងចូលចិត្តបកកបញ្ហាម៉េះហើយគេក៏បានសួរទៅនាងបន្តថាតើនាងមិនអីទេអីអាលីព្យាយាមងក់ក្បាលបញ្ជាក់ថានាងអត់អីអញ្ចឹងណាប៉ុន្តែតាមការប៉ັດជើងរបស់នាងអំបីមិញគឺបានក្រេកបាត់ទៅហើយនៅទាំងអស់គ្នាឌ្រីកបានដើរមកចិត្តនាងយកកាបូបរបស់ខ្លួនហ្នឹងយកមកស្ពាយពីមុខវិញហើយបានបែកខ្នងទៅកាន់អាលីនិងប្រាប់អាលីហ្នឹងតោងករបស់គេនឹងអៀវនាងត្រឡប់ទៅផ្ទះវិញហាលីយើងហែតតល់ហើយឈឺកជើងពិបាកដើរដោយខ្លួនឯងអញ្ចឹងហើយក៏សុកចិត្តឲ្យឌ្រីកអៀវនាងត្រឡប់ទៅផ្ទះវិញអញ្ចឹងទៅស្អែកឡើងពេលដែលនៅក្នុងថ្នាក់ការប្រឡងថ្ងៃមុនគឺចេញលទ្ធផលហើយនៅទាំងអស់គ្នាឃើញថាអាលីរបស់យើងជាមួយនឹងអាយ៉ាហ្នឹងគឺពិតជាមិត្តភក្តិដ៏ល្អខ្លាំងពិតមែនពួកគេទាំងពីរនាក់សុទ្ធតែបានអេសតែទាំងពីរនាក់តែម្ដងសរុបរួមគឺធ្លាក់អញ្ចឹងណាលោកគ្រូបានប្រាប់ទៅសិស្សគ្រប់គ្នាថាគាត់គឺមានកម្រងចង់ឲ្យកូនសិស្សដែលរៀនបកាយហ្នឹងមកជួយបរៀនកូនសិស្សដែលបានធ្លាក់អីអញ្ចឹងណាហើយសិស្សអេម្នាក់គឺត្រូវបង្រៀនទៅកាន់សិស្សអេម្នាក់អញ្ចឹងគាត់នឹងទៅសេតារាងចាប់គូឲ្យសិស្សណាបរៀនសិស្សណាអញ្ចឹងណាបន្ទាប់មកគាត់ក៏បានទៅសេតារាងយកទៅបិទនៅកន្លែងប្រកាសព័ត៌មានសាលាដើម្បីឲ្យកូនសិស្សមកមើលថាសិស្សបន្ទុក A មួយណាត្រូវបរៀនសិស្សបន្ទុក S មួយណាអញ្ចឹងទៅអាលីជាមួយនឹងអាយ៉ាក៏បានមកមើលតារាងបន្ទុកដូចសិស្សផ្សេងទៀតអញ្ចឹងណាឃើញថាឌ្រីកគឺត្រូវបង្រៀនអាលីដោយសារតាឌ្រីកហ្នឹងគឺជាសិស្សលេខ1ប្រចាំសាលាហើយអាលីហ្នឹងគឺជាសិស្សបាតត្រាំងប្រចាំសាលាអញ្ចឹងឲ្យអ្នកកំពូលប៉ះអ្នកកំពូលអាយ៉ាឃើញហើយគឺសប្បាយចិត្តខ្លាំងមែនទែនតែអាលីយើងគឺថាអត់សប្បាយចិត្តនោះទេបន្ទាប់មកនាងក៏មើលតារាងឈ្មោះរបស់ស៊ីនតើគេត្រូវបង្រៀនអ្នកណាឃើញថាស៊ីនហ្នឹងគឺត្រូវបង្រៀនអាយ៉ាអ្នកទាំងអស់គ្នាធ្វើអាលីហ្នឹងកាន់តែអត់សប្បាយចិត្តដែលនាងកំពុងតែគិតថាហេតុអីក៏មិនមែនជាស៊ីនដែលមកបរៀននាងអីចឹងទៅពេលដែលចេញមកអាលីក៏បានឆ្លៀតគម្រាមទៅកាន់អាយ៉ាកុំញ៉ៃញ៉ៃជាមួយនឹងស៊ីនព្រោះតែស៊ីនគឺជាងមនុស្សដែលនាងស្រឡាញ់ប៉ុន្តែអាយ៉ាក៏បានញ៉ាស់ទៅកាន់អាលីវិញថានាងអត់ហ៊ានធានានោះទេក្រោយមកពួកគេទាំងពីរនាក់ក៏ដើរចេញពីទីនេះទៅងាកមកមើលអាលីរបស់យើងនេះវិញបានគេហៅថាកោបាត់ទៅធ្វើលបងប្រឡងធ្លាក់ទៅមកខំរៀនដែលនាងគិតថានាងចង់ខំរៀនមិនចង់ឲ្យគេហៅនាងថាជាមនុស្សល្ងីល្ងើរត់តែមិនចង់ឲ្យឌ្រីកមកបរៀននាងអីអញ្ចឹងណាប៉ុន្តែគ្រាន់តែបើកសភៅមកភ្លាមនាងបាននិយាយស្ងាត់ម្នាក់ឯងទទួលស្គាល់តែខ្លួនឯងពិតជាល្ងងមែនព្រោះតែមើលសភៅហ្នឹងគឺអត់យល់អីនោះទេពេលហ្នឹងផងដែរឪពុកម្ដាយរបស់អាលីគឺបានដើរចូលមកពួកគាត់នៅគ្នាភ្ញាក់ផ្អើលឃើញកូនស្រីរបស់គាត់បែរជាខិតខំរៀនអីអញ្ចឹងណាបន្ទាប់មកអាលីក៏បានប្រាប់ទៅកាន់ឪពុកម្ដាយទាំងស្ងួតស្ងាត់ថានាងគឺត្រូវប្រឡងធ្លាក់ហើយនាងបានព្យាយាមសុំទោសទៅកាន់ឪពុកម្ដាយដែលខ្លួនហ្នឹងគឺរៀនអត់ចេះអីអញ្ចឹងណាប៉ុន្តែអាលីមិនត្រឹមតែមិនទទួលបានការស្ដីបន្ទោសថែមទាំងទទួលបានការលើកទឹកចិត្តពីម្ដាយនិងឪពុករបស់ខ្លួនទៀតឲ្យកូនហ្នឹងខិតខំប្រឹងបន្តទៅឲ្យតែយើងខំប្រឹងគង់តែថ្ងៃណាមួយយើងនឹងអាចចេះនោះទេអញ្ចឹងណាអេដមីនមើលឲ្យគឺគ្រួសារមួយនេះក៏ក្តៅខ្លាំងមែនទែនស្អែកឡើងនៅក្នុងសាលាអាលីជាមួយនឹងអាយ៉ាកំពុងតែដើរបដើនិយាយគ្នាបដើស្រាប់តែបានជួបជាមួយនឹងក្រុមរបស់ខៃណាទាំងអស់គ្នាក្នុងចំណោមហ្នឹងខៃមើលទៅដូចជាមេគេអីអញ្ចឹងណាពួកគេបាននិយាយចំអកទៅកាន់អាយ៉ាជាមួយនឹងអាលីជាច្រើនបន្ទាប់មកខៃក៏បាននិយាយថាអាលីហ្នឹងគឺព្យាយាមចង់តាក់ឌ្រីកអីអញ្ចឹងណាអាលីក៏បានតបទៅវិញថាសុំទោសយើងមិនចាំបាច់ធ្វើអញ្ចឹងទេព្រោះថាយើងគឺជាសង្សាររបស់ឌ្រីកពិតប្រាកដហើយមានអ្នកណាចង់ទៅតាក់សង្សាររបស់ខ្លួនឯងទៀតហ៎ប៉ុន្តែគ្នារបស់ខៃគឺថានាំគ្នាសើចលង្កលតែម្ដងដល់ពួកគេមិនជឿនោះទេថាមនុស្សដូចជាអាលីនេះមានទំនាក់ទំនងជាសង្សាររបស់ឌ្រីកអាលីក៏តបថាបើពួកឯងអត់ជឿពិធីជប់លៀងនៅថ្ងៃខាងមុខយើងនឹងបដៅឌ្រីកឲ្យពួកឯងឃើញនៅក្នុងពិធីជប់លៀងនោះខៃនឹងគ្នាលឺអញ្ចឹងគឺសើចទៀតហើយបន្ទាប់មកនាងក៏បាននិយាយថាមើលទៅនាងពិតជាមនុស្សស្រីដែលគួរអាណិតខ្លាំងមែនទែនអត់អីទេអញ្ចឹងពួកយើងនឹងចាំមើលនិយាយឲ្យពួកគេក៏បានដើរចាក់ចេញទៅអញ្ចឹងណាគាត់តែគ្នារបស់ខៃចេញទៅភ្លាមម្យ៉ាងក៏សួរថាហើយឯងគិតធ្វើម៉េចឯងគិតថាឌ្រីកនឹងព្រមទៅចូលរួមពិធីជប់លៀងនឹងជាមួយនឹងឯងដែរមែនអាលីយើងអត់មកនោះទេតែមើលទឹកមុខរបស់នាងទៅអាលីគឺបានព្យាយាមរកឌ្រីកនៅបណ្ណាល័យហើយព្យាយាមចង់បញ្ចុះបញ្ចូលឲ្យគេទៅធ្វើជាដៃគូរបស់នាងនៅក្នុងពិធីជប់លៀងអីអញ្ចឹងណាឌ្រីកគឺបានសេណូហើយគឺបានរត់គេចពីអាលីអីអញ្ចឹងទៅបន្ទាប់មកអាលីនៅតែព្យាយាមដេញតាមទាំងគួយចិត្តឌ្រីកនិងសុំវល់គេមែនទែនប៉ុន្តែឌ្រីកនៅតែបដិសេធនឹងនិយាយថាគេនឹងមិនចូលរួមពិធីជប់លៀងមួយនោះជាដាច់ខាតនិយាយហើយក៏បានដើរចាក់ចេញពីទីនេះអញ្ចឹងណាអាលីរបស់យើងគឺលេងរត់តាមឌ្រីកហើយមកអង្គុយលូម្នាក់ឯងវិញម្ដងដែលនាងបាននិយាយថាឈឺចាប់នៅពេលដែលឌ្រីកបានព្យាយាមប្រកែកជាមួយនឹងនាងអីអញ្ចឹងណាហើយមិននិយាយស្ងាត់ទេអ្នកទាំងអស់គ្នាគឺស្រែកឡើងផ្អើល
លគេនៅក្នុងបណ្ណាល័យនឹងតែម្ដងយប់ឡើងអាលីបានត្រឡប់មកដល់ផ្ទះឃើញថាស៊ីនក៏នៅទីនេះរងចាំនាងអញ្ចឹងណានៅពេលដែលនាងសួរថាតើស៊ីនមកទីនេះធ្វើអីស៊ីនគឺបាននិយាយស្នើទៅកាន់អាលីថាចង់ធ្វើជាដៃគូរបស់អាលីនៅក្នុងពិធីជប់លៀងនៅថ្ងៃស្អែកអីអញ្ចឹងទៅអាលីឮហើយគឺថារំភើបខ្លាំងមែនទែនអ្នកទាំងអស់គ្នាហើយស៊ីនក៏បានប្រាប់ទៅកាន់អាលីថាពួកយើងទៅគ្រាន់តែក្នុងនាមជាមិត្តភក្តិនោះទេអាលីអត់ខ្វល់នោះទេទោះបីជាក្នុងនាមជាអីក៏ដោយឲ្យតែបានខ្លាចជាដៃគូរបស់ស៊ីនហើយក៏ចាប់ផ្ដើមភ្លេចអារឿងដែលខ្លួនឯងសន្យាជាមួយនឹងគេថាធ្វើជាដៃគូរបស់ Drake អីអញ្ចឹងណាពួកគេទាំងពីរនាក់គឺថានាំគ្នារំយ៉ាងសប្បាយនៅមុខផ្ទះនឹងតែម្ដងជប់ឡើងអាលីក៏បានមកមើលម៉ូតរ៉ូបដែលម្ដាយរបស់ខ្លួនច្នៃដោយផ្ទាល់ដៃឲ្យនាងសម្រាប់ពិធីជប់លៀងនៅថ្ងៃស្អែកអីអញ្ចឹងណាបន្ទាប់មកនាងក៏សម្រេចចិត្តដែរថាយកម៉ូតរ៉ូបមួយនឹងព្រោះថាវាស្អាតអីអញ្ចឹងទៅបន្ទាប់ពីនិយាយជាមួយនឹងម្ដាយហើយអាលីក៏បានចាប់ទូរស័ព្ទរបស់នាងបានខលទៅអាយ៉ាដែលប្រាប់អាយ៉ាថាយើងគឺរកបានដៃគូនៅថ្ងៃស្អែកហើយដៃគូដែលជប់លៀងជាមួយនឹងយើងនៅថ្ងៃស្អែកហ្នឹងគឺជាស៊ីនគ្រាន់តែអាលីនិយាយមកដល់ត្រឹមនេះទូរស័ព្ទក៏ចាប់ផ្ដើមដាច់អាលីមិនដឹងថាមានរឿងអីកើតឡើងនោះទេនាងក៏បានដើរទៅសម្រាកទៅស្អែកឡើងម៉ោង 4 ល្ងាចឪពុកម្ដាយរបស់អាលីគឺថាសម្លឹងមើលកូនស្រីដែលស្លៀកពាក់ឈុតដែលម្ដាយរបស់គេច្នៃម៉ូដដោយផ្ទាល់ដៃហ្នឹងគាត់បានសរសើរទៅកាន់កូនស្រីថាស្អាតដូចជាទេពធីតាអញ្ចឹងហើយអាលីនេះវិញគឺថារំភើបខ្លាំងមែនទែនបានអោបប៉ាម៉ាក់របស់នាងអរគុណពួកគាត់អីអញ្ចឹងណាប៉ុន្តែល្ងាចឡើងគឺថាសេតមែនទែនម៉ោង 7 យប់ទៅហើយអាលីព្យាយាមតាក់ទងទៅកាន់ស៊ីនណាប៉ុន្តែតាក់ទងទៅគេអត់បានតតែសោះឪពុកម្ដាយរបស់នាងក៏បានមកសួរថាមិនចៃតើស៊ីនខកខានជាមួយនឹងការជប់លៀងមួយនឹងមែនអាលីក៏បានតបទៅកាន់ឪពុកម្ដាយរបស់នាងវិញថាអត់អីនោះទេប៉ាម៉ាក់គេប្រហែលជារៀងយឺតតែបន្តិចតែប៉ុណ្ណោះខ្ញុំប្រហែលជាគួរតែចាំនៅខាងក្រៅលបងពេលដែលគាត់មកដល់គឺខ្ញុំអាចជួបគាត់តែម្ដងនិយាយឲ្យនាងក៏បានដើរចេញអញ្ចឹងណាហើយមើលឪពុកម្ដាយរបស់អាលីនៅពេលដែលកូនស្រីអត់សប្បាយចិត្តអញ្ចឹងគាត់ក៏ក្រៀមក្រំទៅតាមកូនដែរអាលីបានមកឈរនៅមាត់ទ្វារឡើងយូរនៅទាំងអស់គ្នានៅតែមិនឃើញមានអ្នកណាមកនាងគឺបានបោះបង់គំនិតថានឹងទៅចូលរួមកម្មវិធីឯទៅថាអីបើអត់មានដៃគូផងហៅទ្រិកក៏គេអត់ទៅដល់ពេលស៊ីនដែលសន្យាថាធ្វើជាដៃគូជាមួយនឹងនាងហើយគេក៏មិនមកទៀតអញ្ចឹងហើយនាងក៏បានទាញដៃបិទលបងនឹងបំរុងនឹងចូលផ្ទះវិញអញ្ចឹងណាប៉ុន្តែអ្នកណាទៅដឹងថាមានដៃមួយបានមករារាំងការបិទទ្វារមួយនេះហើយទ្វារក៏ចាប់ផ្ដើមបើកវិញយឺតមនុស្សដែលនៅឈរចំពោះមុខរបស់អាលីហ្នឹងគឺជាទ្រិកអ្នកទាំងអស់គ្នាហើយសំខាន់ឈុតរបស់ Drake ពណ៌ខ្មៅប៉ុន្តែក្បាត់កគេមានពណ៌កាឈូកស៊ីជាមួយនឹងឈុតរបស់អាលីខ្លាំងមែនទែនអាលីបានសម្លឹងទៅកាន់មុខរបស់ Drake ជាមួយនឹងអារម្មណ៍ញាប់ញ័រនាងរំភើបប៉ុណ្ណាហើយគិតនៅក្នុងចិត្តថានេះខ្ញុំកំពុងតែយល់សុបិនមែនមើលទៅ Drake ពេលនេះគឺដូចជាវីរបុរសជិះសេះសរបស់អាលីអញ្ចឹងរឿងភាគ 3 របស់យើងពេលនេះក៏ត្រូវបានបញ្ចប់តែត្រឹមហ្នឹងកុំភ្លេចជួបគ្នាជាមួយនឹង Admin នៅភាគ 4 ទាំងអស់គ្នាណាអរគុណជម្រាបលាឧស្សាហ៍តែជួយក្បាលរ៉ាំរ៉ៃជាប្រចាំឧស្សាហ៍ហេវហត់អស់កម្លាំងឧស្សាហ៍គ្រុនឧស្សាហ៍កោះខ្យល់មានអារម្មណ៍ថាចុកខ្យល់ជាតិណែនក្នុងក្រពះពោះវៀនជារឿយៗបាយមិនសូវបានគេងមិនសូវលក់ទល់ខ្យល់ពិបាកបត់ជើងជាពិសេសសម្រាប់នារីដែលរដូវមកបន្ទាបខ្ញុំសូមណែនាំបងប្អូនឲ្យជីវទឹកយន្តសិនម៉ាក់អ៊ីទៅភាសា10ថ្ងៃប្រសិនបើបងប្អូនជីវទៅភាសាហើយមិនត្រូវបវល់មកវិញក្រុមហ៊ុននឹងផ្ទេរលុយជូនបងប្អូនវិញដល់ទឹកថ្លៃដូច្នេះទឹកយន្តសិនម៉ាក់អ៊ីគឺជាទឹកយន្តសិនដែលមានប្រភពច្បាស់លាស់ពីប្រទេសកូរ៉េដែលផ្សំឡើងដោយយន្តសិនដាំរយៈពេល6ឆ្នាំពេញរួមទាំងឫសឈើថ្នាំបារាំងធម្មជាតិរបស់ប្រទេសកូរ៉េរួមទាំងទឹកឃ្មុំធ្វើឲ្យទឹកយន្តសិននេះមានប្រសិទ្ធភាពខ្ពស់បំផុតជួយសម្រួលទៅដល់អាការៈជំងឺបងប្អូនយ៉ាងច្រើនជាងថ្ងៃនេះបងប្អូនអាចជីវមួយណាក៏បានទាំងសេរីចាស់និងសេរីថ្មីហើយក្នុងមួយកេសគឺមាន30កញ្ចប់អាចប្រើបានរយៈពេលពេញមួយខែហើយទឹកយន្តសិននេះក៏មានការធានាច្បាស់លាស់ពីក្រុមហ៊ុនលំដាប់ពិភពលោក Samsung ស្ថាប័ន FDA របស់សហរដ្ឋអាមេរិកមាន GMP ទទួលស្គាល់គុណភាពល្អពិតប្រាកដមាន ISO 9001:2015រួមទាំងមានការទទួលស្គាល់ដោយក្រសួងខ្មែរនិងក្រសួងកូរ៉េរួចរាល់